ទឹមក្រហមព្យាបាលផ្ដាសាយហៀសម្បោរតឹងច្រមុះហើយនឹងពៅកម្លាំងបងប្អូនដែលមានអាការៈផ្ដាសាយហៀសម្បោរតឹងច្រមុះឬក៏ក្អកមានស្លេសសូមទៅរកខ្ទឹមក្រហមពី3មើមយកមកហូបវិធីប្រើយកខ្ទឹមក្រហម2មើមទៅ3មើមជ្រលក់ជាមួយនឹងអំបិលទំពាហូបឆៅពេលណាក៏បានដែរមួយថ្ងៃ2ដងទៅ3ដងធានាថាអាការៈផ្ដាសាយហៀសម្បោរតឹងច្រមុះនឹងបាត់ហើយរូបមន្តមួយទៀតបងប្អូនអាចយកទៅដាំទឹកហូបក៏បានដែរបរិមាណខ្ទឹមក្រហមចំនួន1ក្តាប់ដៃបកសម្បកឲ្យស្អាតដំឲ្យបែកជា2ហើយយកទៅដាំទឹកចំនួន1លីត្រឬក៏2លីត្រដាំឲ្យពុះរយៈពេល15នាទីទៅ20នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរខ្ទឹមក្រហមក៏អាចជួយឲ្យបងប្អូនមានកម្លាំងកំហែងឡើងវិញដែរសម្រាប់បងប្អូនដែលមានបញ្ហាខ្សោយអាគុយសាកថ្មមិនឡើងសូមទទួលទានខ្ទឹមក្រហមជាប្រចាំធានាថាអាគុយបងប្អូននឹងស្ទុះទារហ័សរហួនជាងមុនហើយនឹងមានកម្លាំងកំហែងខ្លាំងក្លាជាងមុនសូមអរគុណ